ហាស្ងួតទៅលើបរិវេណទ្វារមាសអត់មានសំណើមអត់មានទឹករំអិលពិបាកនៅក្នុងការកេងនៅជាមួយនឹងដៃគូអ្នកខ្លះស្ងួតខ្លាំងពេករហូតដល់មានការកកាត់ដាច់រលាត់ទៅជាក្រហាយផ្សាឈឺហើយក៏មិនមែនតែលើស្ត្រីដែលគាត់វ័យចំណាស់ទេកើតឡើងទៅលើស្ត្រីស្ទឹងតែគ្រប់វ័យតែម្ដងអញ្ចឹងវាពាក់ព័ន្ធមូលហេតុអ្វីបានជាស្ត្រីចេះតែមានបញ្ហាស្ងួតទៅលើបរិវេណទ្វារមាសដែលធ្វើឲ្យគាត់ពិបាកក្នុងការរស់នៅមួយដៃគូខ្លាំងមែនទែនរហូតដល់គាត់បាត់បង់ចំណង់ក្នុងការរួមភេទនៅជាមួយនឹងដៃគូជាពិសេសវាកាហាយក្តៅទៅលើបរិវេណទ្វារមាសធ្វើឲ្យលាកទ្វារមាសលាកមាត់ស្បូនអញ្ចឹងខ្ញុំលើក5មូលហេតុដែលធ្វើឲ្យស្ត្រីមានបញ្ហាស្ងួតទៅលើបរិវេណទ្វារមាសអត់មានសំណើមអត់មានទឹករំអិលចាអញ្ចឹងមូលហេតុទី1ចាមូលហេតុទី1គឺពាក់ព័ន្ធជាមួយនឹងស្ត្រីដែលគាត់អាយុច្រើនវ័យចំណាស់ដែលគាត់ត្រៀមអស់រដូវឬក៏គាត់អស់រដូវហើយគឺគាត់តែងតែមានបញ្ហាស្ងួតដោយសារអីដោយសារតែកត្តាអរម៉ូនរបស់គាត់មានការធ្លាក់ចុះពេលដែលយើងអស់រដូវឬក៏ត្រៀមអស់រដូវអរម៉ូនរបស់យើងគឺមានការធ្លាក់ចុះហើយអញ្ចឹងអរម៉ូនរបស់យើងអត់ផលិតទឹករំអិលទេជាពិសេសប្រភេទអរម៉ូនអឺដ្រូសែនដែលមានតួនាទីក្នុងការផលិតទឹករំអិលផ្ដល់សំណើមនៅពេលដែលយើងមានចំណង់ក្នុងការរួមភេទជាមួយដៃគូឬក៏ពេលដែលយើងចិត្តមករដូវអញ្ចឹងគឺមានការផលិតទឹករំអិលធ្វើឲ្យមានរំអិលធ្វើឲ្យមានសំណើមដល់ពេលយើងអស់រដូវឬក៏យើងត្រៀមអស់រដូវអរម៉ូនមានការធ្លាក់ចុះអរម៉ូនអត់ផលិតទឹករំអិលធ្វើឲ្យទ្វារមាសរបស់យើងមានសភាពស្ងួតអត់មានសំណើមអត់មានទឹករំអិលចាហ្នឹងគឺទី1ណាទី2គឺពាក់ព័ន្ធជាមួយនឹងស្ត្រីដែលគាត់ចាចូលចិត្តញ៉ាំរបស់គ្រីមក្រោះចូលចិត្តញ៉ាំអាហារដែលគ្រីមក្រោះអាហារដែលមានរសជាតិប្រៃប្រៃដិតដិតឬក៏របស់ផ្អាប់ចាឬក៏ញ៉ាំស្រាឬក៏ញ៉ាំប្រភេទគ្រឿងសមុទ្រច្រើនដែលចំណីអាហារទាំងអស់ហ្នឹងក៏ធ្វើឲ្យស្ត្រីមានសភាពស្ងួតទៅលើទ្វារមាសដែរចាមានសភាពស្ងួតទៅលើទ្វារមាសដោយសារអីគ្រីមក្រោះសូម្បីតាចូលចិត្តញ៉ាំរបស់ផ្អាប់របស់ប្រៃរបស់ដិតដិតរសជាតិដិតដិតខ្លាំងហ្នឹងណាចាក៏ធ្វើស្ត្រីស្ងួតដែរហើយអូនមួយចំនួនចូលចិត្តញ៉ាំភេសជ្ជៈគ្រឿងកំប៉ុងស្ទីងសាំបារៃឬក៏ប៊ីយ៉ែឬក៏ស្រាហ្នឹងណាក៏គាត់អាចស្ងួតទៅលើទ្វារមាសដែរចឹងកុំថាឡើយស្ត្រីវ័យចំណាស់ស្ត្រីនៅវ័យក្មេងក៏គាត់ស្ងួតទ្វារមាសដែរបើសិនជាគាត់ញ៉ាំអាហារដែលអត់ល្អចូលជាប្រចាំថ្ងៃចាប្រភេទភេសជ្ជៈគ្រឿងកំប៉ុងញ៉ាំស្រាញ៉ាំប៊ីយ៉ែញ៉ាំគ្រឿងផ្អែមញ៉ាំផ្អាប់ញ៉ាំប្រៃញ៉ាំដិតអីហ្នឹងណាគឺធ្វើឲ្យគាត់ស្ងួតទ្វារមាសហ្មងហើយញ៉ាំទឹកអត់បានគ្រប់គ្រាន់ចាស្ងួតតែម្ដងចាទី3គឺស្ត្រីដែលគាត់ចូលចិត្តប្រើសាប៊ូឬក៏ទឹកអនាម័យដែលមានជាតិកាត់មានកម្រិត pH ខ្ពស់ខ្លាំងដែលជាតិកាត់ទាំងអស់ហ្នឹងគឺបាត់បង់ទៅលើសារជាតិរំអិលអញ្ចឹងនៅពេលដែលយើងប្រើសាប៊ូឬក៏ទឹកអនាម័យជាតិកាត់បាត់បង់ជាតិរំអិលគឺធ្វើឲ្យស្ងួតឬក៏ស្ត្រីប្រើថ្នាំផ្សះច្រើនចាប្រើថ្នាំព្យាបាលជំងឺទឹកនោមផ្អែមចាឬក៏ថ្នាំញ៉ាំប្រចាំកាយជាប្រចាំដែលញ៉ាំច្រើនទៅវាធ្វើឲ្យស្ត្រីហ្នឹងចាមានសភាពស្ងួតទៅលើទ្វារមាសតែម្ដងចាចំណុចទី4គឺស្ត្រីដែលគាត់មានបញ្ហានៃការបង្ករោគផ្សិតមានមេរោគផ្សិតក៏ធ្វើស្ត្រីស្ងួតទ្វារមាសដែរដោយសារអីដោយសារមេរោគផ្សិតចាស្ងួតហើយរមាស់ហើយក្តៅកាហាយទៀតចាបង្កធ្វើឲ្យលាកទ្វារមាសតែម្ដងអញ្ចឹងស្ត្រីដែលគាត់មានការបង្ករោគផ្សិតក៏គាត់មានបញ្ហាស្ងួតទ្វារមាសដែរហើយចំណុចចុងក្រោយទី5គឺស្ត្រីដែលគាត់មានការប៉ះទង្គិចទៅលើស្បូនអរម៉ូនដូចជាស្ត្រីដែលគាត់រំលូតកូនច្រើនដងយកកូនចាញ់ចាឬក៏ស្ត្រីដែលគាត់សម្រាប់កូនច្រើនកូនញឹកគាត់ធ្វើឲ្យគាត់មានការប៉ះទង្គិចទៅលើស្បូនលើអរម៉ូនគឺស្ងួតទ្វារមាសអត់មានសំណើមអត់មានទឹករំអិលចាអញ្ចឹងអូនឬក៏បងមួយចំនួនដែលគាត់យកកូនចេញហើយស្រាប់តែពេលក្រោយគឺគាត់ស្ងួតអត់មានអារម្មណ៍នៅមួយដៃគូបាត់បង់អារម្មណ៍អីផ្សេងអាហ្នឹងគឺសុទ្ធតែមានការប៉ះទង្គិចអីចឹងនេះ5មូលហេតុដែលធ្វើស្ត្រីមានសភាពស្ងួតទៅលើទ្វារមាសចឹងឆែកទៅលើសុខភាពខ្លួនឯងតើត្រូវមូលហេតុខ្លួនឯងនឹងប្រមាណចំណុចហើយរកដំណោះស្រាយទៅពីគ្រោះនិងទៅព្យាបាលឲ្យបានត្រឹមត្រូវចាអរគុណ